สุดท้ายnào khiนี้ខ្ញុំបានឈ្មោះផមនីផារ៉ាត់ដែលមកពីសាកលវិទ្យាល័យ Western រៀនឆ្នាំទី1ចំនួនទី22ដែលមុខជំនាញ Design and Creative Art ការពិសាគ្រឿងសង្វឹងពិសេសស្រាបៀរនិងផលិតផលគ្រឿងសង្វឹងផ្សេងទៀតរបស់យើងក្នុងបរិមាណសមស្របគឺជាចំណែកមួយដែលផ្ដល់នូវភាពរីករាយនៅក្នុងសង្គមបច្ចុប្បន្នការពិសាគ្រឿងសង្វឹងគឺជាជម្រើសរបស់បុគ្គលម្នាក់ៗដូចនេះមុននឹងទទួលទានគ្រឿងសង្វឹងអ្នកគួរគប្បីពិចារណាឲ្យបានច្បាស់លាស់ពីគុណសម្បត្តិនិងគុណវិបត្តិរបស់វាជាមុនសិនគ្រឿងសង្វឹងមានផលប៉ះពាល់ទៅដល់សុខភាពរបស់បុគ្គលម្នាក់ៗខុសៗគ្នាយោងទៅតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថាពីទំនាក់ទំនងរវាងការទទួលទានគ្រឿងសង្វឹងទៅនឹងបញ្ហាសុខភាពមួយចំនួនក្នុងករណីខ្លះបើទោះបីជាបុគ្គលខ្លះទទួលទានគ្រឿងសង្វឹងក្នុងបរិមាណតិចតួចក៏អាចផ្ដល់បង្កជាបញ្ហាដល់សុខភាពមួយចំនួនដូចជាបញ្ហាជំងឺបេះដូងជំងឺទឹកនោមផ្អែមនិងជំងឺមហារីកមួយចំនួនប្រសិនបើលោកអ្នកមានចម្ងល់បន្ថែមទាក់ទងនឹងបញ្ហាសុខភាពសូមពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យនិងរបស់លោកអ្នកជាចុងក្រោយការទទួលទានគ្រឿងសង្វឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍និងការខូចសុខភាពជាដើម